គ្រប់ជ្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងក៏ដូចជាកូនទូកជាដើមថាឥឡូវចូលខែធ្លាក់ខ្យល់ទឹកឡើងទឹកនាចអីហើយពុកម៉ែបងប្អូនក៏គៀករដូវទូកមែនតើណាពុកម៉ែបងប្អូនអរគ្នាហើយក៏មានពេលវេលាបានមកដល់ខាងជំរំជើងខ្លាំងលាក់មុខណាពុកម៉ែបងប្អូនប្រកាសជាស្គាល់ហើយគឺជំរំជើងខ្លាំងលាក់មុខដែលមានពនាមថាវាស្បូវមានជ័យសម្រាប់ទូកងវាស្បូវមានជ័យគឺជាទូកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមែនទែនប្រចាំរាជធានីភ្នំពេញទាំងសម្រស់ហើយនិងទាំងល្បឿនគឺថាល្អទាំងព្រមតែម្ដងឃើញថាទស្សនវិជ្ជានៅក្នុងរោងជាក់ស្ដែងគឺមានច្រើនមែនទែនពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ទូកដែលខ្ញុំបានឃើញហ្នឹងមានមួយគ្រឿងដែលខ្ញុំចាប់អារម្មណ៍ណាដោយសារខុសពីគេគឺក្របកែវហើយសម្រាប់ទូកងវាស្បូវនេះខ្ញុំឃើញមានច្រើនមានទាំងវាស្បូវមានជ័យមានទាំងវាស្បូវសែនជ័យហើយអ្វីដែលច្រើនបំផុតនោះគឺຂະຫນាតអន្តរជាតិយើងហ្នឹងគឺមានច្រើនមែនតើហើយសិតតែជាទូកល្បីទៀតហើយមានតែមួយគ្រឿងទេថ្មីពុកម៉ែបងប្អូនទាំងគ្នាពណ៌សមិនតាន់មានគំនូរនោះទេដូចជាធ្វើដោយជាងចោចតាមមើលសាច់ទូកណាហើយមានទាំងក្របកែវទៀតយើងដឹងហើយថាជាងណាអ្នកធ្វើគឺជាងចោចហ្នឹងឯងដែលឈ្មោះពេញរបស់គាត់គឺលោកពូកែតសុផលហើយសម្រាប់ជំរំទូកងវាស្បូវនេះគឺនៅខាងវត្តវាស្បូវសង្កាត់វាស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញពុកម៉ែបងប្អូនអរគ្នាកាលមុននោះខាងកងពិសីក៏នៅក្នុងជំរំហ្នឹងដែរពុកម៉ែបងប្អូននេះប៉ុន្តែគឺបានយកទៅខាងស្រុកកំណើតវិញហើយដូចជាយកទៅ1ឆ្នាំហ្នឹងណាហើយខ្ញុំក៏បានផុសនៅក្នុង page ខ្ញុំដែរឃើញថាមានពុកម៉ែបងប្អូនយើងគាត់វេកញើចមែនតើតកជាមួយនឹងទូកងកងពិសីដែលនៅជំរំវាស្បូវកាលពីមុនណាហើយណាមួយខ្ញុំក៏រៀងមិនសូវអស់ចិត្តដែរក៏ចង់ជិះមកមើលផ្ទាល់តែម្ដងហើយក៏អត់ឃើញទេពុកម៉ែបងប្អូននេះដោយសារតែបានយកទៅខាងស្រុកកំណើតវិញហើយនៅឯវត្តចម្ប៉ាខាងស្រុកកងវិស័យខាងកំពង់ស្ពឺណាគឺបានយកទៅ1ឆ្នាំជាងហើយបើតាមព័ត៌មានដែលបងប្រុសគាត់នៅកន្លែងផ្ទាល់បានប្រាប់មកកាន់ខ្ញុំណាដោយសារតែខ្ញុំជិះទៅពេលនោះគឺជួបលោកអ៊ំម្នាក់ហើយនឹងបងប្រុសម្នាក់គាត់នៅក្នុងនឹងកំពុងតែដូចជាឡើងគំនូផងដែរពុកម៉ែបងប្អូនអរគ្នាអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណេះទេអរគុណពុកម៉ែបងប្អូនអរគ្នានៅក្នុងការតាមដានក៏ដូចជាទស្សនានៅវីដេអូរបស់ខ្ញុំមកផ្ទាល់អញ្ចឹងកុំភ្លេចជួយ like វីដេអូម្នាក់មួយផងហើយកុំភ្លេច comment នៅខាងក្រោមម្នាក់មួយផងតាក់ទងជាមួយនឹងទូកងដែលពុកម៉ែបងប្អូនចង់ខ្ញុំទៅអីហើយកុំភ្លេចជួយ subscribe ម្នាក់មួយផងអរគុណច្រើន